សួស្តីបងប្អូនទាំងអស់គ្នាកុំភ្លេចជួយមើលពាណិជ្ជកម្មខ្ញុំម្នាក់មួយផងសូមជូនរឿងអ្នកចំបាំងនាគរាយភាគទី13ពិធីបុណ្យនៅតែបន្តមនុស្សម្នាជាច្រើនឈរនៅទីនោះភ្លាមនោះក៏ស្ដាប់ទៅឮសម្រាប់ជើងក្បួនទាហានមួយក្រុមទៀតកំពុងតែដើរចូលមកលីនលៃក៏បានសម្លឹងមើលទៅនៅក្នុងក្បួនមួយនេះមានមនុស្សម្នាក់នៅក្នុងគ្រាស្នេហ៍ដែលត្រូវបានដង្ហែចូលមកអ្នកផ្សេងក៏បានធ្វើការគោរពហើយលីស៊ឺក៏បានកេះលីនលៃឲ្យធ្វើការគោរពដែរមនុស្សម្នាក់នេះក៏បានចុះពីលើគ្រាស្នេហ៍ដើរឆ្ពោះឡើងទៅលើជណ្ដើរអាសនៈដ៏ខ្ពស់មួយនេះគ្រាន់តែឡើងទៅដល់ភ្លាមគេអុកឈើជ្រត់របស់គេមួយផឹងបញ្ចេញនៅថាអពលស្រោចស្រពទៅលើប្រាសាទនោះគេក៏បាននិយាយក្នុងនាមជាព្រះយើងទាំងអស់គ្នាជាកូនចៅព្រះកំពុងតែមើលថែពួកយើងពេលក៏បានធ្លាក់ចុះមកមនុស្សគ្រប់គ្នាហាក់បីដូចជាត្រូវសណ្ដំយើងអធិដ្ឋានសូមព្រះបង្ហាញសេចក្តីមេត្តាករុណាពួកគេនៅតែបន្តស្រែកបែបហ្នឹងលីនលៃក៏អធិដ្ឋានដែរយើងអធិដ្ឋានដល់ព្រះតើលីនក៏បានហៅហ៎លីនលៃក៏បានភ្ញាក់តើខ្ញុំធ្វើអ្វីតើលីនបន្តហើយអត់សំអុយទីបំផុតឯងភ្ញាក់ហើយលីនលៃក៏បានថាពន្លឺដ៏បរិសុទ្ធនេះធ្វើឲ្យខ្ញុំធ្លាក់ចូលទៅក្នុងអារម្មណ៍ស្ងប់ស្ងាត់និងធូរស្រាលមិនអាចទប់អារម្មណ៍បានហើយមានបំណងចង់ចោះចូលខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានតទៅសោះតើលីនក៏បានតបនោះពិតណាស់នេះជាវេទមន្តខាងវិញ្ញាណដែលមានអានុភាពគ្រប់គ្រងដើម្បីគ្របដណ្ដប់មនុស្សរាប់ពាន់នាក់លីនលៃភ្ញាក់ផ្អើលវេទមន្តខាងវិញ្ញាណគេក៏បានងើយទៅមើលទៅបន្ទាប់មកគេក៏បានងាកមកមើលអាយលីស៊ឺនាងឈរនៅត្រឹងមនុស្សនៅទីនោះសិតទៅដូចគ្នាបន្ទាប់មកក៏មានព្រិលមួយធ្លាក់ចុះមកប៉ះទៅលើផ្ទៃមុខកូនក្មេងម្នាក់នេះក៏បានធ្វើឲ្យគេដឹងខ្លួនអ្នកផ្សេងទៀតក៏ដឹងខ្លួនដូចគ្នាបន្តិចក្រោយមកលីនលៃជាមួយនឹងអាយលីស៊ឺក៏បានដើរចេញមកវិញនាងហាក់បីដូចជាសប្បាយរីករាយហើយក៏បានសួរទៅកាន់លីនលៃតើមានអារម្មណ៍យ៉ាងណាដែរពេលចូលរួមពិធីបុណ្យមីសាមានអារម្មណ៍ថាសុខស្រួលណាស់មែនទេលីនលៃក៏បានប្រាប់ខ្ញុំមានអារម្មណ៍ដូចជាត្រូវបានគេគ្រប់គ្រងមិនអាចធ្វើសកម្មភាពដោយខ្លួនឯងបានទេពួកគេទាំងពីរក៏បានឈប់នាងក៏បានបន្ថែមនេះគឺជាព្រះអម្ចាស់កំពុងតែអភ័យទោសចំពោះអំពើបាបពួកយើងដោះលែងពួកយើងឲ្យរួចផុតពីវាលីនលៃក៏បានតបនេះគ្រាន់តែជាវេទមន្តខាងវិញ្ញាណមួយប្រភេទប៉ុណ្ណោះធ្វើឲ្យមនុស្សមានអារម្មណ៍រីករាយខ្លាំងខ្លាយយើងមិនគួរលះបង់ខ្លួនទៅក្នុងវាទេនាងដូចជាខឹងថាបងគិតដូចនេះដោយរបៀបណាដរាបណាយើងអធិដ្ឋានឲ្យស្មោះព្រះអម្ចាស់នឹងប្រទានពរដល់ពួកយើងលីនលៃក៏បានបន្តអ្វីគ្រប់យ៉ាងដែលយើងមានបានមកពីការវឹកហាត់ដ៏ជូរចត់របស់ពួកយើងផ្ទាល់តើវាអាចជាគុណរបស់អ្នកដទៃដោយរបៀបណានេះគ្រាន់តែជាវិធីសាស្ត្ររបស់សាសនាចក្រពន្លឺដើម្បីគ្រប់គ្រងអ្នកជឿតែប៉ុណ្ណោះនាងក៏បានឆ្លើយមកវិញខ្ញុំត្រឡប់ទៅផ្ទះវិញហើយមិនបាច់ជូនខ្ញុំទេនាងក៏បានដើរទៅលីនលៃក៏បានឈរមើលនាងបន្តិចហើយក៏បានដើរបកក្រោយវិញថ្ងៃបន្ទាប់ក៏មកដល់ក្នុងសាលពូលូខាលីនលៃក៏បានដើរមកជាមួយនឹងម្ចាស់សាលរូបចម្លាក់ថ្មចំនួន3ពិតជាត្រូវបានលួចនៅក្នុងតម្លៃកាក់មាសច្រើនយ៉ាងនេះម្ចាស់សាលនេះក៏បានសោយតម្លៃរូបចម្លាក់ថ្មរបស់អ្នកជំនាញធម្មតាគឺត្រឹមតែប្រហែលជា 1000 កាក់មាសតែប៉ុណ្ណោះប៉ុន្តែខ្ញុំទើបតែបានប្រើប្រាស់អត្តសញ្ញាណរបស់ឯងបន្តិចបន្តួចក្នុងនាមជាអ្នកជំនាញវេទមន្តដ៏ប៉ិនប្រសោតរបស់សាឡាអិនស៊ឺធើហើយតម្លៃរបស់វាអាចកើនឡើងជាច្រើនដងគាត់បានសោយបន្តទៀតត្រង់នេះគឺភ្លេចឈ្មោះគាត់បាត់ហើយនឹងឈ្មោះទេគាត់ក៏បានសម្លឹងមើលរូបចម្លាក់ថ្មមួយលីនលៃក៏បានមើលដូចគ្នាគ្រាន់តែសម្លឹងឃើញភ្នែកក៏អាចឃើញរូបរាងរស់រវើករបស់សត្វវេទមន្តនេះផងដែរគាត់ក៏បានសួរលីនលៃតែយ៉ាងម៉េចដែរខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់រឿងនេះខ្ញុំបានខ្ចីវាពីសាអាវពូឡៃអិនដើម្បីដាក់តាំងបង្ហាញវានេះជាស្នាដៃថ្នាក់មហាគ្រូហើយណាលីនលៃក៏បានថាតើលោកអាចផ្ដល់យោបល់ខ្លះៗដើម្បីកែលម្អស្នាដៃរបស់ខ្ញុំបានទេគាត់ក៏បានតបតាមយោបល់របស់ខ្ញុំការងាររបស់ឯងពិតជាពិសេសណាស់ខ្សែបន្ទាត់មានភាពរលោងពិសេសស្ទើរតែគ្មានការបែកបាក់ហាក់បីដូចជាបានបញ្ចប់ក្នុងរយៈពេលមួយដង្ហើមសម្លេងតើលីនក៏បានថាពួកយើងជាមនុស្សតែ2នាក់គត់ដែលប្រើប្រាស់រចនាប័ណ្ណភីងតោលាវតើពួកគេដឹងអ្វីទៅហេអាឡានឯងកុំភ្លេចណាមូលហេតុពិតប្រាកដដែលយើងមកលើកនេះមិនមែនរឿងនេះទេបន្ទាប់ពីនោះលីនលៃបានមកផ្ទះអាយលីស៊ឺដោយកាន់បាច់ផ្កាមកមួយបាច់ដែរតើអាយលីស៊ឺនៅតែខឹងខ្ញុំទៀតមែនទេភ្លាមនោះអាយលីស៊ឺក៏បានមកកេះស្មាលីនលៃគេក៏រៀងភ្ញាក់រួចក៏បានបែរមើលទៅខ្ញុំសុំទោសលើកមុនខ្ញុំអាយលីស៊ឺក៏បានហាមឲ្យលីនលៃនិយាយបងប្រុសលីនលៃខ្ញុំបានគិតរួចហើយខ្ញុំជាមនុស្សម្នាក់ដែលពិតជាខ្វះអារម្មណ៍សុវត្ថិភាពតែងតែចង់ស្វែងរកអ្វីមួយដើម្បីពឹងផ្អែកហើយបងពិតជាអស្ចារ្យនិងឯករាជ្យដូច្នេះបងពិតជាមិនយល់អំពីការពឹងផ្អែករបស់ខ្ញុំទៅលើព្រះនោះទេនាងក៏បានអោបលីនលៃទៅពួកយើងកុំនិយាយរឿងនេះទៀតអីខ្ញុំគ្រាន់តែចង់នៅជាមួយបងតែប៉ុណ្ណោះក្រោយផ្អើលភ្នែកអស់រយៈពេលមួយសន្ទុះលីនលៃក៏បានដើរលើដងផ្លូវជាមួយនឹងតេលីនគេបានដកដង្ហើមថាបន្តិចខ្ញុំតែងតែមានអារម្មណ៍ថាអាយលីស៊ឺមានអារម្មណ៍ត្រជាក់បន្តិចនាពេលថ្មីនេះតេលីនក៏បានប្រាប់ពួកឯងទាំងពីរមិនបានជួបគ្នាយូរហើយពេលអ្នកគ្នាមិនបានជួបគ្នានោះពិតជាធ្វើឲ្យអារម្មណ៍របស់ឯងចុះខ្សោយលីនលៃក៏បានសួរអញ្ចឹងថាខ្ញុំគួរធ្វើអ្វីតេលីនគិតបន្តិចហើយក៏បានចូលទៅឯងមើលទៅទីនោះទៅអ្នកលក់ក៏បានថាឃើញទេបាល់គ្រីស្តាអនុស្សាវរីយ៍នេះបានបង្កើតឡើងដោយគ្រូវេទមន្តធាតុទឹកកម្រិតទី8លីនលៃក៏បានសួរតេលីនវ៉ាតើនេះគឺជាវេទមន្តទឹកបែបណាដែលអាចឲ្យរូបភាពអណ្ដែតលើទឹកបានបន្ទាប់មកតាមវិធីសាស្ត្រលៀនជីនស៊ូត្រូវបានភ្ជាប់ជាមួយនឹងគ្រីស្តាល់នេះដំណោះស្រាយមិនបានជួបគ្នារវាងខ្ញុំនិងអាយលីស៊ឺតើវាពាក់ព័ន្ធអីនឹងរឿងនេះតេលីនក៏បានថាអាយ៉ាឯងពិតជាល្ងងមែនអ្នកលក់បន្តឃោសនាទៀតហើយជាមួយនឹងថាពើវេទមន្តបន្តិចបន្តួចប៉ុណ្ណោះហើយរសារតុអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមបានយ៉ាងងាយស្រួលជាមួយនឹងបាល់គ្រីស្តាល់តែងតែនៅក្បែរអ្នកជានិច្ចការនៅឆ្ងាយគ្នាលែងធ្វើឲ្យស្នេហាចុះខ្សោយទៀតហើយលីនលៃក៏បានទិញនៅគ្រីស្តាល់នោះចាប់ពីពេលនេះតទៅពេលដែលពួកយើងនៅគ្នាយើងអាចមើលគ្នាតាមគ្រីស្តាល់នេះបានតេលីនក៏បានបន្ថែមនេះពិតជាធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកមែនគ្រីស្តាល់មួយមានតម្លៃ800កាក់មាសលីនលៃក៏បានតបទៅវិញបើសិនបើវាអាចធ្វើឲ្យអាយលីស៊ឺសប្បាយចិត្តបានវាសោះនឹងចំណាយខ្ញុំនឹងយកវាទៅឲ្យនាងឥឡូវនេះគេក៏បានដើរទៅភ្លាមនោះលៃនោះក៏បានហៅបងប្រុសទី3លីនលៃក៏បានងាកទៅសួរហើយអ្វីបានជាអ្នកទាំងអស់គ្នានៅទីនេះបងទី3ឆៅឈឺក៏បានខន់យាយលក់ក៏បានដើរទៅតែឯងទៅជួបអាយលីស៊ឺមែនទេបាទមែនហើយយាយលក់ក៏បានទម្លាក់ទៅមុខលីនលៃក៏បានសួរតើមានអ្វីកើតឡើងចំពោះអ្នកទាំងអស់គ្នាយាយលក់ក៏បានគៀកស្មារតីរបស់លីនលៃហើយប្រាប់យើងទើបតែបានឃើញ
ញai lì sự chỉ môi nâng menu pro trong lại mình nè đa can đây chỉ môi kia liên lấy cái bàn thác cho nó từ mưa được luôn ấy cái bàn ai tranh tới acacia còn rồi chẹt pro còn từ lệ đái liên lấy đai tay mình ai lựa đồng play nó cầm sọt sọc sáo sớm bây giờ sắt bà xây từng pin níกับai mà làm lại môi cái bàn hai tranh tới liên lấy đao riêng vô bàn tay cái bàn khơi khá lan cái bông tay bạc từ rồi tay sai ai lì sự chốn hai đầu vậy khá lan cái bàn gì khi liên lấy mình chơi nhớ snan nhầm rồi bỏ kế ở pok ai lì sự cái bàn nào rồi liên lấy à chả pin này tới ai cầm rồi ai lì sự rồi bỏ dương tiến ai từng pin mình sạ sòng kia tế cá pin bàn man khai món miên riêng môi bàn cả làngจะ ครูสายយើងលោកម្ចាស់តូចខាឡានបានចំណាយកាក់មីរពន្ធកាក់មាសដើម្បីដោះស្រាយវាសម្រាប់នាងចុះឯងវិញឯងបានធ្វើអ្វីខ្លះសម្រាប់នាងអត់បៃក៏បានចេញមកស្រែកក៏ហឹមដាក់គេបន្តិចធ្វើឲ្យគេនេះរៀងភ័យបន្តិចដែរលីលីក៏បានថាបៃរួចក៏បានសួរទៅពុកអៃលីស៊ឺតើវាដោយសារតែរឿងនេះមែនទេមានអ្វីមួយបានកើតឡើងហើយអ្វីបានជាអៃលីស៊ឺមិនប្រាប់ខ្ញុំគេនោះក៏បានតបអាឡិនហើយអ្វីបានជាឯងមិនយកពាក្យសម្ដីមនុស្សអញ្ចឹងខាឡានក៏បានប្រាប់ខ្ញុំនិងអៃលីស៊ឺធំធាត់ជាមួយគ្នាហើយស្គាល់គ្នាយ៉ាងច្បាស់ប៉ុន្តែសម្រាប់អៃលីស៊ឺលោកគ្រាន់តែជាមនុស្សចម្លែកនិងឆ្ងាយម្នាក់តែប៉ុណ្ណោះគ្រួសាររបស់លោកបានធ្លាក់ខ្លួនទៅហើយលោកនឹងអៃលីស៊ឺមិនមែនស្ថិតនៅក្នុងពិភពលោកតែមួយទេជីវិតបែបនេះហត់នឿយពេកហើយអ្វីដែលអៃលីស៊ឺត្រូវការគឺសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ដោយគ្មានលក្ខខណ្ឌលោកមិនអាចធ្វើបែបនោះបាននោះទេលោកមិនអាចផ្ដល់ឲ្យអៃលីស៊ឺនៅជីវិតដែលនាងចង់បាននោះទេលីនលេក៏បានថាខ្ញុំចង់លើចេញពីមាត់អៃលីស៊ឺផ្ទាល់ខាឡានក៏បានបើកទ្វារឲ្យលីនលេក៏បានដើរចូលទៅអៃលីស៊ឺអង្គុយនៅខាងក្នុងមិនហ៊ានសម្លឹងមើលមុខលីនលេទេខ្ញុំសុំទោសខាឡានក៏បានបើកទ្វារវិញឥឡូវនេះលោកជឿហើយមែនទេលីនលេបន្តថាតើនេះជាជំរឿនរបស់នាងមែនទេគេក៏បានដើរចេញទៅរួចក៏បានក្រវែងចោលគ្រីស្តាល់បូកជាមួយនឹងរបងថ្មបែកខ្ទេចខ្ទីតែម្ដងលីនលេដើរទាំងគ្មានព្រលឹងក្នុងខ្លួនបងប្អូនរបស់គេទាំង3ក៏បានត្រឹមមើលយាយលក់ក៏បានប្រាប់ពួកឯងទាំងពីរតាមប្អូនទី3ទៅខ្ញុំទៅដោះស្រាយអ្វីមួយពួកគេក៏បានចែកផ្លូវគ្នាទៅមួយសន្ទុះក្រោយមកគេមកដល់ភ្នំមួយដៃកាន់នៅកម្រិតរាបស្មើនៅឃើញដល់អៃលីស៊ឺនិងអនុស្សាវរីយ៍ដែលគេបានជួបគ្នាដំបូងនិងអនុស្សាវរីយ៍ក្រោយៗដែលពួកគេកំពុងតែស្រឡាញ់គ្នាគេបានប្រើនៅកម្រិតរាបស្មើដាក់ទៅលើថ្មទាំងអស់នោះយកមើលកន្លែងខើឡានវិញតារបស់គេក៏បានសួរនាងគឺជាអៃលីស៊ឺមែនទេគេក៏បានឆ្លើយមែនហើយលោកតាលីនលេនៅតែបន្តឆ្លាក់រូបនិងនៅតែបន្តនៅឃើញដល់អនុស្សាវរីយ៍ផ្សេងៗតាខើឡានក៏បានថាចាតាមពីឯងជួយចិត្តនាងទៅហើយអញ្ចឹងរៀបការជាមួយនឹងនាងចោះមនុស្សរបស់តកូលតើពូរបស់ពួកយើងមិនអាចមានបរិយាកាសបែបជនបទបានទេលេណូពីបានកន្លងផុតទៅ3ថ្ងៃ3យប់ហើយទេទោះបីជាខ្ញុំត្រូវអរគាត់ក៏ដោយខ្ញុំនឹងអរគាត់ត្រឡប់ទៅវិញឆោឈឺក៏បានគាត់រឿងតែមួយគត់ដែលយើងអាចធ្វើបានពេលនេះគឺនៅកំដរគេនៅគ្រួសារយេលោកម្ចាស់តូចវាគឺជាគ្រួសារតើពូយេលោកក៏បានថាពួកគេពិតជាហ៊ានធ្វើបាបបងប្អូនរបស់ខ្ញុំមែនតើអ្នកណាហ៊ានផ្ដល់ភាពក្លាហានដល់គ្រួសារតើពូផ្សាយដំណឹងចេញទៅចាប់ពីពេលនេះតទៅអ្នកណាដែលហ៊ានជួយគ្រួសារតើពូគឺប្រឆាំងជាមួយនឹងសភាពាណិជ្ជកម្មតោសិនរបស់ខ្ញុំបានលោកម្ចាស់តូចតើលិនក៏បានប្រាំប្រលឹងនឹងធម្មជាតិគឺស្រោភ្នែកទាំងស្រុងការឆ្លាក់រូបក្នុងស្ថានភាពបែបនេះមិនត្រឹមតែធ្វើឲ្យថាពលវិញ្ញាណលូតលាស់លឿនជាងធម្មតារាប់ពាន់ដងប៉ុណ្ណោះទេវាក៏អាចស្រូបយកនិងចម្រាញ់ថាពលវេទមន្តជាបន្តបន្ទាប់ផងដែរគ្រូសាទ័រពូអីគេផ្លាស់ប្ដូរដៃគូសហការសភាពាណិជ្ជកម្មតោសិនទើបតែបានប្រកាសជាសាធារណៈថាខ្លួននឹងលុបចោលកិច្ចសហប្រតិបត្តិការជាមួយនឹងពួកយើងពួកគេកំពុងតែព្យាយាមកាត់ផ្ដាច់ផ្លូវរបស់គ្រូសាទ័រពូរបស់យើងហើយបញ្ញាប់ឡើងហើយស្វែងរកមូលហេតុទៅចាំមើលថាតើមានឱកាសកែប្រែឬអត់លីនលេនៅតែបន្តឆ្លាក់អៃលីស៊ឺលាហើយចាក់មួយកំបិតនេះរួចហើយបានដកមកវិញថ្មក៏បានប្រេះបញ្ចេញថាពោយ៉ាងខ្លាំងក្លារូបរាងរូបចម្លាក់ក៏បានបង្ហាញឡើងគឺជារូបរបស់អៃលីស៊ឺពួកគេទាំង5-6នាក់នឹងក៏បានចូលមើលទៅលិនក៏បានសោកយ៉ាងសប្បាយអបអរសាទរអាឡិនហើយបានឆ្លងកាត់ទៅជាគ្រូវេទមន្តកម្រិតទី7រួចទៅហើយលិនលេកម្រិតទី7លេណូក៏បានថាឆ្លាក់រួចហើយយេលូបន្ថែម10ថ្ងៃហើយទីបំផុតឯងភ្ញាក់ពីដំណេកហើយឆោឈឺក៏បានលន់មាត់វ៉ាវស្អាតណាស់តើលិននិយាយបន្តឯងបានទម្លុះឧបសគ្គនៃការឆ្លាក់រូបដោយប្រើកម្រិតរាបស្មើរួចទៅហើយបានឈានដល់កម្រិតមហាគ្រូឬកម្រិតតាស៊ឺការងារនេះអាចចាត់ទុកថាជាស្នាដៃតំណាងកម្រិតរាបស្មើរបស់យើងយ៉ាងពិតប្រាកដតើឯងបានគិតរួចហើយឬនៅថាដាក់ឈ្មោះអ្វីលីលេក៏បានថាភ្ញាក់ពីសុបិននឹងឲ្យអ្នកទាំងអស់គ្នារឿងវិថីឯកោភាគទី15គឺបានចូល copyright ទៀតហើយមួយរយៈនេះវាចាប់ខ្លាំងមែនតើខ្ញុំធ្វើការផុសវាម្ដងទៀតនៅពេលដែលខ្ញុំបានកាត់វាហើយជាចុងក្រោយវាសិនជាមានពេលពេកលឺលូខ្វះខាតកន្លែងណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នាពេលក្រោយ